ជំរាបសួរលោកគ្រូឈ្មោះសាយបូរ៉ាមកពីក្រុម AU20 ថ្ងៃនេះមកធ្វើវីដេអូ demo ជូនលោកគ្រូដែលមានពីរ lab ទី1គឺ Exchange Server Install ដែលមាន setup domain config ពី server ដែលមាន server DC និង server Exchange បន្តមកគឺយើង add sample user អញ្ចឹងចំពោះ lab ទី2គឺយើង config យើង Exchange server ដែលមាន install requirement application run browser and cmd និង complete outlook email exchange web app អញ្ចឹងត្រង់ចំណុចនេះមានន័យថាគឺយើងអាច set up និងប្រើប្រាស់ទៅលើ server exchange បានអញ្ចឹងឥឡូវខ្ញុំសូមចូលមកកាន់ server របស់យើងអញ្ចឹងខ្ញុំបានបង្កើតនៅ server 2ដែលមាន server DC និង server exchange អញ្ចឹងសូមចូលមកកាន់ server DC មុនអញ្ចឹងដំបូងខ្ញុំបាន config ទៅលើ server DC មុនគឺដើម្បីបង្កើតនៅ domain claim មួយការកែប្រែនៅ IP address ក៏ដូចជាការបង្កើតនៅ ID user គឺដើម្បីឲ្យវាចាប់យកគឺដើម្បី make a reader ទៅលើ server DC ហ្នឹងបន្ទាប់មកយើង config ទៅលើ server exchange ហើយគឺយើងអាចឆ្លើយឆ្លងទៅលើ server 2នឹងបានហើយតាមរយៈ email address outlook អញ្ចឹងដំបូងយើងចូលមកកាន់ computer name អញ្ចឹងខ្ញុំបាន config ទៅលើ computer name ទៅជា DC config ទៅលើ domain ទៅជា bora.edu ហើយខ្ញុំបាន change ទៅលើ IP address ដោយ follow តាមវីដេអូរបស់លោកគ្រូចំពោះ IP address ខ្ញុំដាក់ 192.168.11 បន្ទាប់មក OV ចាប់ auto default អញ្ចឹងចំពោះ DNS server ក៏ដូចគ្នាដែរគឺយើងដាក់ 192.168.11 ផ្លូវចូលមកកាន់ server exchange អញ្ចឹងខ្ញុំបានកែប្រែនៅ IP address អញ្ចឹងចំពោះ server exchange ចំពោះ IP address យើងដាក់ 192.168.1.11 អញ្ចឹងយើងដាក់ 1.11 គឺដើម្បីកុំឲ្យជាន់ជាមួយនឹង IP address របស់ server DC របស់យើងបន្ទាប់មក DNS server គឺយើងដាក់ 192.168.1.11 អញ្ចឹងឥឡូវយើងចូលមកកាន់ server DC អញ្ចឹងខ្ញុំបាន config ទៅលើ DNS អញ្ចឹងនៅពេលខ្ញុំ install ទៅលើ resolve lookup 0 អញ្ចឹងវានឹងload នៅ IP address របស់ server DC និង server exchange នេះហើយកន្ទុយមួយគឺជា IP address របស់ server DC កន្ទុយ11នេះគឺជា IP address របស់ server exchange តើខ្ញុំបាន config ទៅលើ ID user ដែលបង្កើតនៅ OU វាដូចជា OU design group HR marketing IT resource និង sales អញ្ចឹងឥឡូវយើងចូលមកកាន់ server exchange អញ្ចឹងដោយសារតែខ្ញុំបាន set up ទៅលើ server exchange រួចខ្ញុំសូមចូលមកកាន់ server exchange អញ្ចឹងដំបូងយើងធ្វើការ config ទៅលើ DNS lookup អញ្ចឹងចូលមកកាន់ server ទៅមកចុចទៅលើ email នេះចូលមកកាន់ DNS lookup អញ្ចឹងត្រង់DNS lookup នេះគឺយើងប្រើវាដើម្បីនៅពេលដែល user
send email ឲ្យគ្នាវិញទៅមកគឺវាត្រូវការ internal DNS login ចឹងត្រង់ID server នេះគឺយើងដាក់ចឹងបើសិនបើយើងដាក់ on network នេះចឹង user គឺគាត់មិនអាចជឿថាវាមិនអាចចាប់យក ID ទៅមួយណាបានទេចឹងជំនួសយកinternal នេះចំពោះ address គឺទូលេខ1តមកចំពោះ address នេះគឺយើងដាក់ដូចគ្នាដាក់លើជំនួសយក internal address គឺទូលេខ1គឺនៅពេលយើង configure ទៅលើ DNS លោកមកគឺយើងចូលមកកាន់ MacBook គឺយើងចូលមកកាន់ server ទៅមកចូល database នេះគឺជា MacBook user របស់បានកើតអញ្ចឹងMacBook គឺវាមានទូនាទីធ្វើការ store ទុកព័ត៌មាននិង send email ទៅឲ្យ user ទៅតាមក្រុមហ៊ុនឬតាម department ដែលគេបានកំណត់អញ្ចឹង MacBook នេះគឺយើងអាច store ទុកទៅលើ user មួយទៅតាម department ដែលគេបានកំណត់ប្រមាណ meg បានទេចឹងនេះគឺជា MacBook user ដែលខ្ញុំបានបង្កើតហើយមានដូចជា MacBook design ខ្ញុំអាចកំណត់ limit ទៅឲ្យវានេះថាចំពោះ resource បាននេះគឺវា store បាន 8G ចំពោះ profit bit នេះមានន័យថាគឺវាអាច send បានប្រហែល G ទៀតចឹងដាក់ត្រឹម 10G ចំពោះ profit send and resource នេះចាំបើថាពេលដែលវាធ្វើ 10G ហើយវាឡើងដល់ 12G គឺវាមិនអាច send ហើយវាមិនអាច send ក៏វាមិនអាចលុបបានចំពោះ keep delete item នេះគឺជាជាមួយថ្ងៃដែលវា store នៅពេលដែលuser គឺ delete item នៅក្នុង mail ចំពោះ keep delete MacBook នេះគឺជាជាមួយថ្ងៃដែលវា store នៅពេលដែលគេលុប MacBook នៅក្នុង server ខ្ញុំចូលមកកាន់ MacBook Air ក៏ដូចគ្នាដែរខ្ញុំបានកំណត់វា start ទុក 8G full 10G ក៏បានត្រឹម 10G 12G send ឬក៏ suggestion ចូលបាន4ថ្ងៃជាមួយថ្ងៃនៃការលុប item នៅក្នុង mail 30ជាមួយថ្ងៃ store ពេលដែល user delete MacBook នៅក្នុង server MacBook IT ដូចគ្នា marketing resource ចឹងនៅពេលដែលខ្ញុំបង្កើត MacBook user រួចគឺខ្ញុំអាចបង្កើត user នៅក្នុង MacBook បានចឹងដោយសារខ្ញុំមាន user មួយស្រាប់ហើយចឹងដើម្បីបង្កើត user របស់បានខ្ញុំចូលមកកាន់សញ្ញាបូតនេះជ្រើសយក user MacBook របស់មាន browser ទៅលើ user ដែលខ្ញុំចូលបង្កើតក្នុង MacBook របស់ចឹងសារខ្ញុំមាន user មួយខ្ញុំបានបង្កើតហើយចឹងពេលដែលយើងបង្កើត user ក្នុង MacBook នឹងហើយដំបូងគឺ user ដែលយើងបង្កើតក្នុង MacBook ហ្នឹង user ហ្នឹងគឺជាប្រភេទ user ជាប្រភេទ user ដែលមាននៅក្នុង server DC អញ្ចឹងវាអត់ទាន់មានជាមួយ email address អញ្ចឹងពេលយើងបង្កើត email ពេលយើងបង្កើត user នៅក្នុងMacBook ហ្នឹងហើយគឺវានឹងមាន email address អញ្ចឹងពេលដែលយើងបង្កើត email ហើយគឺយើងអាច
login user នឹងដោយប្រើប្រាស់ email address បានហើយចឹងដើម្បី login គឺយើងចូលខាង new in private window ដំបូងចូល domain user ដែលយើងកាត់មក password ខ្ញុំតមកគឺយើងអាចបង្កើត user គឺ user បុរាណនៅក្នុង Mailbox បានហើយតមកគឺ user ពីរនេះគឺអាចចេញបន្ទាប់ពីយើងបង្កើត user ហើយគឺវាអាចឆ្លើយឆ្លងជាមួយនឹង user admin center បានហើយអញ្ចឹងចូលខាង user admin center ចឹងនេះគឺជា user admin center ចឹងយើងសាក send item ទៅឲ្យ user ដែលយើងបានបង្កើតមកចឹងនេះគឺបាយជាមួយនឹង database email របស់យើងទៅអាច send message ទៅកាន់ user បុរាណបាន Teman hijau send iniគឺជា item message ដែល user end center គឺគាត់បាន send មកកាន់ user បុរាណដែលយើងបានបង្កើតមកចូលកាន់ user នេះចាំវីដេអូរបស់យើងដល់ប៉ុណ្ណឹងទេ